សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជ្រាបអំពីការងារការទូតសកម្មរបស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីក្នុងកិច្ចការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនទី1សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានជម្រាបជូនប្រធានគណៈប្រតិភូប្រចាំតំបន់នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC អំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃនិងបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃសម្ដេចអធិបតីក៏បានគូសបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងគោរពច្បាប់អន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិការបញ្ជាក់បែបនេះបានធ្វើឡើងនាឱកាសដែលសម្ដេចអធិបតីនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យប្រធានប្រចាំតំបន់នៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ICRC និងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី2ខែកក្កដាឆ្នាំ2026សម្ដេចអធិបតីបានវិយតម្លៃខ្ពស់ចំពោះទូនីតិរបស់ ICRC នៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជានិងបានថ្លែងអំណរគុណចំពោះស្ថាប័ននេះដែលបានគ្រប់គ្រងដល់ជនភៀសសឹកកម្ពុជាក្នុងអំឡុងពេលមានចំនួនព្រំដែនកម្ពុជាថៃនិងបានសម្របសម្រួលយ៉ាងសកម្មក្នុងការដោះលែងវីរៈកងទ័ពកម្ពុជា18រូបដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមICRC បានសម្ដែងក្តីសោមនស្សរីករាយនឹងបានរួមចំណែកដ៏មានសារៈសំខាន់នៅក្នុងការសម្របសម្រួលកិច្ចការនានានៅក្នុងអំឡុងពេលមានចំនួនព្រំដែនកម្ពុជាថៃនឹងបានបញ្ជាក់ពីការបដិញ្ញាចិត្តបន្តគ្រប់គ្រងនិងពង្រឹងសហប្រតិបត្តិការជាមួយនឹងកម្ពុជាបន្ថែមទៀតលោកក៏បានជម្រាបជូនសម្ដេចអធិបតីអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ICRC និងកាកបាទក្រហមកម្ពុជាក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងការឆ្លើយតបទៅនឹងគ្រោះអាសន្ននិងការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិក្នុងដំណើរទស្សនកិច្ចការងារមកកម្ពុជានៅពេលនេះលោកក៏បានចុះទៅពិនិត្យការអនុវត្តគម្រោងជំនួយកម្មវិធីស្ដារលទ្ធភាពពលកម្មកាយសម្បទាដែលអនុវត្តក្នុងខេត្តបាត់ដំបងក៏ដូចជាកម្មវិធីសុខភាពក្នុងពន្ធនាគារសម្ដេចអធិបតីបានសម្ដែងនៅការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការរវាងកម្ពុជានិង ICRC និងបានថ្លែងអំណរគុណចំពោះស្ថាប័នអន្តរជាតិមួយនេះដែលបានផ្ដល់ការគាំទ្រដល់ការអនុវត្តគម្រោងជាច្រើននៅកម្ពុជាព្រមទាំងបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយនឹង ICRC បន្ថែមទៀតសម្ដេចអធិបតីបានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំពារប្រជាពលរដ្ឋគ្រប់រូបតាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2024ដល់2035រួមទាំងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ជនជាប់ឃុំជាស្ត្រីដែលមានផ្ទៃពោះនិងមានកូនអាយុក្រោម2ឆ្នាំដែលតាមម្ដាយនៅក្នុងពន្ធនាគារសម្ដេចអធិបតីក៏បានលើកទឹកចិត្តដល់ ICRC ឲ្យផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង ICRC ឲ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតទី2ឯកអគ្គរដ្ឋទូតហ្វីលីពីនបានគូបញ្ជាក់ថាក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយហ្វីលីពីននឹងបន្តអនុវត្តបេសកកម្មប្រកបដោយតម្លាភាពនិងអព្យាក្រឹតការបញ្ជាក់បែបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី2ខែកក្កដាឆ្នាំ2026នៅក្នុងឱកាសដែលសម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំប្រជាណាចក្រកម្ពុជាដែលចប់អាណត្តិហើយនឹងគណៈប្រតិភូបានជួបសម្ដែងការគួរសមនិងជំរាបលានៅឯវិមានសន្តិភាព
លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានិងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីហ្វីលីពីនកម្ពុជាដែលបានឈានដល់កម្រិតថ្មីមួយបន្ថែមទៀតសម្ដេចអធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីនក្នុងនាមជាប្រធានបដូវអាស៊ានដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនាពេលកន្លងមកព្រមទាំងបានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីនៃស្ថានភាពព្រំដែនកម្ពុជាថៃដោយគូសបញ្ជាក់ពីការបដិញ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិនិងអនុលោមតាមអនុសញ្ញាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជាថៃលោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីនក៏បានសាទរចំពោះការដាក់ចេញនូវវិធានការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព្រមទាំងវិតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងកម្ពុជាហ្វីលីពីនជាពិសេសកិច្ចសហការដ៏ស្អិតល្មួតរវាងស្ថាប័នពាក់ព័ន្ធរវាងនៃប្រទេសទាំងពីរទៅលើការងារប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភាគីទាំងពីរក៏បានវាតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសឆ្នាំ2027ខាងមុខនេះគឺជាខួបទី70នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលជាពេលវេលាដ៏សំខាន់មួយក្នុងការបន្តពូជជ្រុំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទ